តោះបងប្អូនគូប្រកួតច្រើនស្អែកនេះតែគូដែលខ្ញុំចាប់អារម្មណ៍ចង់តាមដានខ្លាំងគឺគូនេះបាទធុនពិនិត្យហើយហ្នឹងពុតសម្បូរបងប្អូនដដើមខ្សែក៏វ៉ាត់កងធំលក្ខណៈ5ទឹកវាយនៅ PNN ចាប់ពីវេលាម៉ោង 5:30 នាទីល្ងាចតបងប្អូនគូនេះអ្នកលេងជើងប៉ះអ្នកលេងជើងហើយគូនេះបាទលេងគ្នាមកទំហឹងហើយមួយតតលើមួយតតក្រោមតែពិនិត្យតតលើគាត់ចេះដែរមិនចេះតតក្រោមសុទ្ធទេបងប្អូនណាកំភ្លើងធំប៉ះកំភ្លើងធំហើយគូនេះបងប្អូនតែវាយតងន់60 គីឡូក្រាមរៀងមានព្រៀបសម្រាប់សម្បូរតិចសម្បូរឆ្អឹងធំជាងបាទគេធ្ងន់ជាងបាទសម្រាប់អាវុធធម្មជាតិរបស់គេគឺសម្បូរតតម៉ាត់កែងមួយហើយការតតការម៉ាត់របស់សម្បូរគឺបែបលះការជាងធុនបណ្ឌិតបាទធុនបណ្ឌិតគាត់តតទទួលក្រោមច្រើនហើយការតតរបស់គាត់ក៏អត់មានថាបែបរៀងលះការខ្លាំងដោយពុតសម្បូរដែរបាទថាប៉ក់មួយណាប៉ុន្តែបាទគូប្រកួតខូចច្រើនហើយភាពអំណត់នៃការប្រកួតការគ្រប់គ្រងខ្លួនឯងបាទនៅពេលដែលវាយអូយូទៅបាទសម្ពាធច្រើនគឺធុនបណ្ឌិតមានភាពអំណត់ជាងបាទមានភាពអំណត់គ្រប់គ្រងខ្លួនឯងបាននឹងល្អជាងបាទពុតសម្បូរគាត់ឆាប់មិនស្រួលវាយទៅមានសម្ពាធច្រើនគាត់តាអាញាអ្នកឲ្យទឹកឬក៏គ្រូបង្វឹកទាញមកមិនតាន់គាត់ចាប់ដើមបាយតម្រងខ្លះគាត់វាយទៅតាមចិត្តគាត់រៀងចន្លោះប្រហោងច្រើនអញ្ចឹងងាយដល់គូប្រកួតគាត់វាយណាហើយគូនេះនិយាយទៅផលិតប្រហែលជាអាចផ្ដោតទៅលើការចាប់ច្រើនជាងបើនិយាយពីជំនាញចាប់ធុនបណ្ឌិតមានព្រៀបជាងបើពុតសម្បូរឯងបងប្អូនបើសិនជាផលិតគាត់ចាប់បានច្រើននឹងសម្បូរអាចមានបញ្ហាស៊ូអញ្ចឹងពិបាកវាយមួយធុនបណ្ឌិតទៀតហើយបើធុនបណ្ឌិតនៅតែព្យាយាមឲ្យសម្បូរវាយប្រយោលទៅមួយដូរគ្នាទៅមកទៅវាយប្រយោលក៏យ៉ាងចាញ់ព្រៀបពុតសម្បូរដែរដោយថាសម្បូរក៏ធ្ងន់ជាងបើគាត់វាយបានលះកាជាងអ្វីដែលធុនបណ្ឌិតមានគាត់ត្រូវតែវាយរបៀបម៉េចដើម្បីឲ្យគេថាប្រខូចចំហនៃការវាយនៃការចេញអាវុធរបស់ពុតសម្បូរខ្លះព្រោះថាបើសិនជាអត់មានអីប្រខូចចំហរបស់ពុតសម្បូរតតរហូតម៉ាត់រហូតអាចមានបញ្ហាដល់ខ្លួនឯងហើយពុតសម្បូរបើសិនជាគាត់ជួបអ្នកណាដែលគេចេញអាវុធកាត់គាត់លឿនបានលឿនជាងបានច្រើនជាងគាត់នឹងពិបាកចង់កាំងវិញដោយលក្ខណៈដូចជួបសុកធីអញ្ចឹងបងប្អូនណាគាត់ទៅចេញរត់តតមកមួយសុកធីចេញអីទៅ1 2 1 2 1 2អញ្ចឹងគាត់មានបញ្ហាច្រើនអត់ចេញអាវុធគាត់បានរអិលស្អាតដូចសមម្ដងទេប៉ុន្តែបើសិនជាលក្ខណៈដូរគ្នាទៅមកព្រោះផលិតក៏គាត់កីឡាកររៀងរយាលបន្តិចដែរមិនលឿនពុកពាំងហ្នឹងបងប្អូនណាអញ្ចឹងបើនៅតែដូរគ្នាទៅមករៀងពិបាកទប់នឹងទម្ងន់អាវុធរបស់ពុតសម្បូរដែរបងប្អូនដែរអញ្ចឹងគូនេះបងប្អូនគូនេះសម្រាប់ខ្ញុំក៏ប៉ុន្តែសម្បូរគាត់ធ្ងន់ជាងអាវុធគាត់ធ្ងន់ជាងការជាងប៉ុន្តែខ្ញុំស្រឡាញ់ត្រង់ធុនបណ្ឌិតគាត់លេងទទួលក្រោមស្អាតហើយគាត់រៀងស៊ូជាងបាទមានថាភាពអំណត់ជាងអំណត់ក្នុងការប្រកួតគ្រប់គ្រងខ្លួនឯងបាននឹងធឹងល្អជាងហើយនឹងជំនាញនៃការចាប់ជាងបាទគូនេះនិយាយទៅកីឡាករស្រឡាញ់ដូចគ្នាតែខ្ញុំមើលទៅរៀងចាប់អារម្មណ៍ធុនបណ្ឌិតជាងបងប្អូនចាប់អារម្មណ៍ធុនបណ្ឌិតជាងហើយបញ្ជាក់បងប្អូនថាកាលពី2021គូនេះធ្លាប់ជួបគ្នាម្ដងបាទធុនបណ្ឌិតឈ្នះពុតសម្បូរតែការហ្នឹងឈ្នះទឹកទី4ដែលអញនិយាយបានថាវាអត់ជ្រះស្រឡះទេបងប្អូនមួយចំនួនយល់ថាធុនបណ្ឌិតគាត់កាត់តត់ផ្លូវក្នុងទៅចូលប្រដាប់ការពារខ្លះដែលធ្វើឲ្យពុតសម្បូរគាត់អត់អាចបន្តការប្រកួតទៀតបានណាបងប្អូនបាទតែគូនេះពេលហ្នឹងក៏វាយល្អមើលដែរបងប្អូនបាទភាគច្រើនប្រើជើងឥឡូវគូនេះស្អែកបាទចាប់ពីវេលាម៉ោង 5:30 នាទីល្ងាចតទៅបាទជឿជាក់ថាគូនេះក៏ល្អមើលដែរបងប្អូនចាំតាមដានទាំងអស់គ្នា